ធម្មតាពេលដែលយើងចង់ add friend Facebook នរណាម្នាក់យើងតែងតែសុំឈ្មោះរបស់គេរួចហើយយើងចូលទៅកាន់ Facebook របស់យើងចូលទៅកន្លែង search យើងវាយឈ្មោះរបស់គេរួចហើយយើង search ពេលខ្លះអាចនឹង search ឃើញពេលខ្លះអាចនឹង search ទៅអត់ឃើញដោយសារតែឈ្មោះរបស់គេឬក៏ដោយសារតែ Facebook របស់យើងហ្នឹងគឺវាមានបញ្ហាបន្តិចតួចអញ្ចឹងទៅធ្វើឲ្យយើង search អត់ឃើញអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានវិធីមួយដើម្បីឲ្យយើង add friend របស់គេហ្នឹងគឺបានលឿនមិនចាំបាច់ធ្វើការ search ឈ្មោះរបស់គេពេលខ្លះឃើញពេលខ្លះអត់ឃើញអញ្ចឹងទៀតទេអញ្ចឹងចង់ដឹងថាធ្វើបែបណាតោះចូលមើលវីដេអូនឹងទាំងអស់គ្នាអូខេអញ្ចឹងឥឡូវយើងចូលមកកាន់ Facebook របស់យើងមករួចហើយយើងចូលមកកាន់កន្លែង search អូខេរួចហើយយើងវាយពាក្យថា QR ណាយើងវាយពាក្យថា QR អូខេបែបនេះរួចហើយយើងចុចសញ្ញា search មកបែបនេះរួចហើយយើងចុចទៅលើពាក្យថា QR នៅខាងលើគេនឹងឯងណាអូខេរួចហើយយើងមើលនៅខាងលើវាមានពាក្យ scanner ហើយនិង my code អញ្ចឹងយើងចុចទៅលើពាក្យ my code មកបែបនេះណាអញ្ចឹងយើងទទួលបាន QR មួយហើយយើងអាច scan QR ហ្នឹងដើម្បី add friend ឬក៏គេចង់ add friend មួយយើងអញ្ចឹងយើងអាចឲ្យ QR ហ្នឹងទៅឲ្យគេ scan ទៅដើម្បីធ្វើការ add friend មួយយើងអូខេអញ្ចឹងនៅពេលដែលគេ scan QR ហ្នឹងហើយគេ add មកយើងរួចហើយគឺជាការស្រេចឲ្យមិនចាំបាច់ពិបាកធ្វើការវាយឈ្មោះហើយ search ទៅអត់ឃើញឬក៏ search ទៅឃើញឈ្មោះផ្សេងទៀតអីអញ្ចឹងណាអញ្ចឹងវិធីនេះគឺងាយមែនតើហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ like និង share